ខ្លាចតែត្រៀមប៉ុណ្ណឹងហើយពេលប្រឡងជាក់ស្ដែងខ្លាចតែចេញលំហាត់ឬក៏សំណួរអីដែលអត់ដែលជួបក្រសួងតែងតែបញ្ញត្តិសិស្សតាមបាក់ដប់រហូតចាពេលខ្លះយើងរៀនក្នុងថ្នាក់ផ្សេងហ្នឹងទៅលំហាត់ level 1ហ្នឹងទៅក៏ប៉ុន្តែពេលដែលប្រឡងចេញជាក់ស្ដែងអាចលើសហ្នឹងសូមគោរពជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Go Global Podcast ដោយការទី4ចា៎វត្តមានរបស់នាងខ្ញុំជំនាញគីបានវិលត្រឡប់មកជួបពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតនៅក្នុង Podcast វគ្គថ្មីចា៎ដែលនៅក្នុងប្រធានបទថ្ងៃនេះគឺយើងនឹងលើកឡើងចំពោះបងប្អូនសានុសិស្សដែលគាត់ជាសិស្សថ្នាក់ទី12នៅក្នុងសាលា Go Global ដែលគាត់នឹងចែករំលែកទាក់ទងទៅនឹងការត្រៀមខ្លួនដើម្បីប្រឡងចា៎សញ្ញាបត្រទុតិយភូមិនៅពេលខាងមុខនេះចា៎ដូច្នេះកុំឲ្យទន្ទឹងរង់ចាំយូរឥឡូវនេះយើងទៅជួបពួកគាត់ទាំងអស់គ្នាចា៎ជំរាបសួរបងប្អូនទាំងពីរនាក់ចាអរគុណច្រើនសុខសប្បាយអត់ខ្ញុំសុខធម្មតាសុខធម្មតាបាទភ័យអត់ភ័យអត់ដែរចូលកាមេរ៉ាភ័យហើយចាបតាអីថ្ងៃនេះយើងគិតថាយើងទៅចែកគ្នាដូចដែលអ្នកគ្រូនិយាយជាមួយបងប្អូនធម្មតាចឹងចង់ណាចាថ្ងៃនេះអ្នកគ្រូអញ្ជើញបងប្អូនទាំងពីរនាក់ចូលរួមនៅក្នុង podcast នេះគឺដើម្បីចង់សាកសួរតាក់ទងទៅនឹងការត្រៀមខ្លួនក៏ដូចជាតើយើងបានអនុវត្តក៏ដូចជាត្រៀមខ្លួនអ្វីខ្លះក្នុងការប្រឡងចាសញ្ញាបត្រទុតិយភូមិដែលខិតចិត្តចូលមកដល់ហើយចាដែលថ្ងៃទីប៉ុន្មានគ្នាយើងថ្ងៃទី10ថ្ងៃទី11ខែសីហាឆ្នាំ2026ចាអញ្ចឹងមុននឹងឈានចូលទៅដល់កិច្ចចាចាប់ផ្ដើមនៅក្នុងការទៅចែកនេះអ្នកគ្រូចង់ឲ្យបងប្អូនទាំងពីរនាក់ណែនាំខ្លួនជាមុនសិនហើយយើងនឹងបន្តកម្មវិធីយើងជាបន្តចាតោះបងអូនជម្រាបសួរខ្ញុំឈ្មោះម៉ាសែនីតជាសិស្សថ្នាក់ទី12កជាថ្នាក់វិទ្យាសាស្ត្រនៃសាលាវបវជម្រាបសួរខ្ញុំបាទឈ្មោះហូសេរីវឌ្ឍនាជាសិស្សថ្នាក់ទី12នៃសាលា Go Global ជាបេក្ខជនបាក់ឌុប2026អាយមកតែដែរខ្លួនឯងមួយមើលចាចាដោយសារតែនិយាយទៅមួយឆ្នាំសិក្សាលឿនណាគ្នាយើងចាគិតចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះឃើញថាបងប្អូនទាំងអស់គ្នារៀនរហូតរៀនបន្ថែមរៀនពនរៀននៅផ្ទះស្វ័យសិក្សាផងនៅខាងក្រៅខាងក្នុងសាលាគឺថាឃើញរៀនច្រើនមែនតើអញ្ចឹងដោយសារតែឥឡូវនេះគឺខែ7ហើយចាហើយផ្លេចចូលខែ8យើងប្រឡងថ្ងៃទី10 11ចាអញ្ចឹងអ្នកគ្រូចង់ដឹងបន្តិចតាក់ទងទៅនឹងសម្រាប់បងប្អូនទាំងពីរនាក់ពីចំណាប់អារម្មណ៍ផ្ទាល់ថាមានអារម្មណ៍មិនដែរព្រោះដោយសារតែចិត្តប្រឡងចេះចាមានអារម្មណ៍មិនដែរតោះវឌ្ឍនាមុនមើលសម្រាប់ខ្ញុំគឺភ័យលាឡំជាមួយអារម្មណ៍រំភើបដែលយើងគៀកមែនតើសម្រាប់ថ្ងៃនេះគឺថ្ងៃទី10ហើយចឹងបានន័យថាសល់រយៈពេលត្រឹមតែ1ខែទៀតទេអារម្មណ៍គឺភ័យមែនតើក៏ប៉ុន្តែខ្ញុំក៏បានរៀបចំខ្លួនរួចរាល់ដែរសម្រាប់ការប្រឡងនេះពេលខាងមុខនេះចុះបងសម្រាប់ខ្ញុំគឺមានអារម្មណ៍ភ័យខ្លាំងភ័យជាងរំភើបនេះដោយសារតែចិត្តដល់ថ្ងៃអញ្ចឹងហេតុអីបានជាភ័យដោយសារគឺជាប្រឡងបាក់ឌុបគឺជាប្រឡងធំមួយដែរសម្រាប់សិស្សទី12យើងចឹងនៅក្នុងការបញ្ចប់ណាបញ្ចប់នៅទី12ហើយពេលដែលចាប់នៅទី12ហើយយើងនឹងបន្តចូលបណ្ដុំសិក្សាចាថ្នាក់សាកលវិទ្យាល័យអញ្ចឹងរៀងភ័យតិចណាចាអូខេអរគុណច្រើនអញ្ចឹងតកតងទៅនឹងការប្រឡងនេះព្រោះដោយសារថ្នាក់វិទ្យាសាស្ត្រយើងទៀមទាតកតងទៅនឹងការអនុវត្តច្រើនហើយមុខវិជ្ជាដែលប្រឡងភាគច្រើនគណិតវិទ្យាដូចជារូបវិទ្យាគីមីវិទ្យាដែលសិតសឹងតែជាមុខវិជ្ជាគិតលេខប្រើប្រាស់ខួរក្បាលយើងគិតច្រើនចាប៉ុន្តែក៏មានមុខវិជ្ជាខ្លះគឺជាមុខវិជ្ជាដែលចំណង់ចំណូលចិត្តរបស់បងប្អូនព្រោះដោយសារតែបងប្អូនគិតការគិតចាអញ្ចឹងទៅមុខវិជ្ជាទាំងអស់ដែលតាក់ទងទៅនឹងការគិតគឺបងប្អូនហើយបកាយចាអញ្ចឹងសម្រាប់សំណួរមួយនេះអ្នកគ្រូចង់សួរទៅកាន់បងប្អូនទាំងពីរអ្នកថាតើមុខវិជ្ជាមួយណាដែលបងប្អូនរំពឹងទុកថានឹងទទួលបានបន្ទុកដ៏ល្អជាទីគាប់ចិត្តសម្រាប់បងប្អូនទាំងពីរអ្នកចាតោះអូនបើសម្រាប់ខ្ញុំមុខវិជ្ជាដែលខ្ញុំរំពឹងថាបានបន្ទុកល្អគឺជីវៈដោយសារតែមុខវិជ្ជាជីវវិទ្យាហ្នឹងគឺខ្ញុំចូលចិត្តមុខវិជ្ជាហ្នឹងតាំងពីខ្ញុំនៅក្មេងតាំងពីចូលទី7មកគឺចូលចិត្តជីវៈហ្នឹងឡើយហើយតាំងពីដើមឆ្នាំទីតាំងពីដើមថ្នាក់ទី12មកគឺខ្ញុំបានព្យាយាមទិញមុខវិជ្ជាហ្នឹងតាំងពីដើមឆ្នាំរហូតដល់សប្តាហ៍ហ្នឹងអញ្ចឹងរំពឹងថា
នឹងទទួលបាន ល ប ទ្ធ ទូ ផល លទ្ធផលល្អចាបើតាមអ្នកគ្រូដឹងជីវវិទ្យាក៏មានលាយឡំទៅនឹងការធ្វើលំហាត់ដែរត្រូវទេយើងមានទាំងការទិញមេរៀនផងយើងមានទាំងការអនុវត្តលំហាត់ផងចាអញ្ចឹងជូនពរបងអូនជោគជ័យណាចាចុះឲ្យសម្រាប់វឌ្ឍនាវិញសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាខ្ញុំចូលចិត្តមុខវិជ្ជាគណិត អាយ៉ា ហើយក៏មិនប្រកែណា បាទព្រោះតាំងពីថ្នាក់តូចមកអាចថាទី8ទី9រហូតមកដល់ទី12នេះខ្ញុំវឹកហាត់លើលំហាត់គណិតបានច្រើនហើយមានមូលដ្ឋានគ្រឹះពីថ្នាក់ទូចៗដែរអញ្ចឹងធ្វើឲ្យគណិតថ្នាក់ទី12នេះខ្ញុំអាចឆាប់ចាប់បានជាមួយគ្នាទៀតខ្ញុំបានវឹកហាត់អនុវត្តលំហាត់ផ្សេងៗពីលោកគ្រូអ្នកគ្រូដែលខ្ញុំបានរៀនជាមួយហើយចំណាយពេលលើមុខវិជ្ជាគណិតបានច្រើនមែនតើចាតាមតែស្ដាប់បងប្អូនទាំងពីរអ្នកនិយាយសម្រាប់មុខវិជ្ជានេះសិតតែមុខវិជ្ជាដែលពិបាកក្នុងការរៀនសម្រាប់អ្នកគ្រូចាគណិតហើយនិងវិទ្យាសាស្ត្រគឺជាមុខវិជ្ជាដែលចំបាច់ក្នុងការរៀនតាក់ទងទៅនឹងជំនាញផ្សេងៗចាអញ្ចឹងជូនពរឲ្យបងប្អូនទាំងពីរអ្នកទទួលបានលទ្ធផលល្អតាមដែលបងប្អូនរំពឹងទុកចាអរគុណច្រើនវឌ្ឍនាហើយនាតចាអរគុណមួយទៀតតាក់ទងទៅនឹងការសិក្សានៅក្នុងថ្នាក់ទី12នឹងព្រោះដោយសារតែនេះគឺជាឆ្នាំទី12ចានៅក្នុងការបញ្ចប់ចាការសិក្សារបស់បងប្អូននៅក្នុងកម្រិតវិទ្យាល័យចាអញ្ចឹងអ្នកគ្រូដឹងថាមិនមែនតែរៀនតែមួយមុខទេប្រកាសជាមានពេលក្នុងការលំហែខួរក្បាលខ្លះហើយចាប៉ុន្តែតើបងប្អូនទាំងពីរនាក់អាចថាមានវិធីសាស្ត្រអ្វីខ្លះក្នុងការគ្រប់គ្រងពេលវេលារវាងការរៀនរវាងការសម្រាកលំហែកាយដើម្បីកុំឲ្យថាយើងរៀនរហូតអញ្ចឹងណាយើងអាចធន់ទ្រាំអញ្ចឹងចង់ឲ្យបងប្អូននិយាយប្រាប់អ្នកគ្រូឬក៏ដូចជាប្រាប់ទស្សនិកជនដែលគាត់កំពុងតែតាមដានទស្សនាតិចមើលថាតើយើងមានវិធីសាស្ត្រអ្វីខ្លះក្នុងការគ្រប់គ្រងពេលវេលានេះបានល្អចាវឌ្ឍនាមុនចាសម្រាប់ខ្ញុំផ្ទាល់សម្រាប់ខ្ញុំតាំងពីទីចូលទី12មកខ្ញុំអត់មានស្កេតយល់តាមមុខវិជ្ជាទេក៏ប៉ុន្តែខ្ញុំមានការបែងចែកម៉ោងសម្រាប់រៀនហើយនិងសម្រាប់លំហែខួរក្បាលអញ្ចឹងទៅជាទូទៅសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចំណាយពេលរៀនពេលព្រឹកហើយពេលថ្ងៃហើយពេលយប់បន្តិចដែរហើយនៅសល់ម៉ោងប្រហែលទៀតខ្ញុំលេង TikTok ខ្ញុំអីអញ្ចឹងណាជាទូទៅអាច1ម៉ោងអីមុនគេអញ្ចឹងទៅហើយថ្ងៃសៅរ៍អាទិត្យខ្ញុំអត់សូវចំណាយពេលរៀនច្រើនប្រហែលទេជាទូទៅខ្ញុំចេញដើរលេងខ្លះដែរមួយមិត្តភ័ក្តិអីអញ្ចឹងទៅក៏ប៉ុន្តែពេលដែលគៀកថ្ងៃប្រឡងអញ្ចឹងខ្ញុំអត់សូវបានចេញទៅណាឆ្ងាយទេពីច្រើនតែញ៉ាំអីតិចតួចហើយមកដល់ផ្ទះវិញយើងចំណាយពេលរៀនច្រើនមែនទែនច្រើនជាងដើមឆ្នាំទៀតបាទដោយសារតែអាចថា review យើងរំលឹកឡើងវិញអញ្ចឹងណាខ្លាចភ្លេចអីអញ្ចឹងយើងធ្វើបន្ថែមដើម្បីរំលឹកកុំឲ្យភ្លេចចុះសម្រាប់នាតវិញបើសម្រាប់ខ្ញុំដូចវឌ្ឍនាដែរខ្ញុំភាគច្រើនគឺរៀនពេលព្រឹកនិងរៀនពេលថ្ងៃហើយនៅពេលល្ងាចពេលខ្ញុំរៀនចប់ហ្នឹងខ្ញុំពេលខ្ញុំរៀនចប់ខ្ញុំតែងតែដើរមកផ្ទះដោយសារតែពេលដើរហ្នឹងដើរកាត់ស្ទឹងសៀមរាបអញ្ចឹងមានអារម្មណ៍លំហែខួរក្បាលដែរហើយពេលខ្លះជាពិសេសថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺខ្ញុំតែងតែរៀននៅហាងកាហ្វេដើម្បីផ្លាស់ប្ដូរបាយអាកាសអញ្ចឹងមានថាស្វ័យសិក្សាចាចាំមានដែរមានអាចថាដំណើរកំសាន្តជាមួយក្រុមគ្រួសារតិចតួចអីអត់មានអត់ម៉ាក់ប៉ាដែរយកទៅចេញទៅក្រៅដើរលេងអីតិចអត់ទេណាសម្រាប់ខ្ញុំដើរខ្លះដែរមួយម៉ាក់ប៉ាក៏ប៉ុន្តែពួកគាត់ដឹងថាយើងជាប់រវល់រៀនច្រើនម៉ោងរៀនក្រៅក៏ច្រើនអញ្ចឹងទៅគាត់ក៏មិនសូវហ៊ានរំខានយើងច្រើនដែរក៏ប៉ុន្តែជាទូទៅតែងតែដើរលេងជាមួយពួកគាត់ថ្ងៃចុងសប្តាហ៍បាទចានាតបើសម្រាប់ខ្ញុំដូចជាខ្ទង់ខែ4អីគឺប៉ាម៉ាក់ខ្ញុំបាននាំខ្ញុំទៅដើរលេងនៅប្រទេសជិតខាងនៅវៀតណាមចាបានលំហែបានចាអូខេចាមានអីអញ្ចឹងល្អតាយើងបានដើរលេងជាមួយក្រុមគ្រួសារយើងផងយើងបានលំហែគូក្បាលខ្លះម្នាក់ឯងផងយើងស្វែងសិក្សាផងអញ្ចឹងវាល្អតែកុំឲ្យយើងសម្រុករៀនពេកអាចថាតែសម្រុករៀនខ្លាំងពេកអាចឈឺក្បាលចាចុះនៅក្នុងការរៀនឬក៏ការរំលឹកនៅក្នុងមុខវិជ្ជាដែលពិបាកហ្នឹងអ្វីដែលជាផលវិបាកសម្រាប់បងប្អូនទាំងពីរនាក់ឬក៏អញនិយាយបានថាអ្វីដែលជាសម្ពាធបងប្អូនណាចានៅក្នុងការរៀនមុខវិជ្ជាទាំងអស់ហ្នឹងដើម្បីត្រៀមប្រឡងនៅពេលខាងមុខនេះចាឈុនម្ដងចានាតសម្ពាធក្នុងការរៀនរាល់ថ្ងៃសម្រាប់ខ្ញុំសម្ពាធខ្ញុំគឺ
ខ្លាចតែត្រៀមប៉ុណ្ណឹងហើយពេលប្រឡងជាក់ស្ដែងខ្លាចតែចេញលំហាត់ឬក៏សំណួរអីដែលអត់ដែលជួបចាហ្នឹងគឺជាសម្ពាធមួយហើយគឺជាបំផុតហើយ គិតច្រើន ចា ហើយ គិតច្រើន ចាចុះវឌ្ឍនា ខ្ញុំអត់ខុសគ្នាពីឈុនដែរទេ សម្រាប់ការប្រឡងដោយសារតើជាទូទៅរាល់ឆ្នាំក្រសួងតែងតែបញ្ញត្តិសិស្សបាក់ ប ដប់ ញ្ញា រហូត ចា ពេលខ្លះយើងរៀនក្នុងថ្នាក់ផ្សេងហ្នឹងទៅលំហាត់ level មួយហ្នឹងទៅក៏ប៉ុន្តែពេលដែលប្រឡងចេញចាក់ស្ដែងអាចលើសហ្នឹងអាចលើសហ្នឹងច្រើនអញ្ចឹងធ្វើឲ្យសិស្សពិបាកនៅក្នុងការប្រឡងនិងយកបន្ទុកបានខ្ពស់មែនតើជាពិសេសលើមុខវិជ្ជាគណិតគីមីអីផ្សេងៗជាដើមហ្នឹងគឺសិតតើលំហាត់ពិបាកសម្រាប់ឲ្យសិស្សយកបន្ទុកបាទ ចាត្រឹមត្រូវហើយពួកដោយសារតែអាចថាយើងធ្វើលំហាត់ច្រើនមែនប៉ុន្តែអាចថាពេលដែលសំណួរឬក៏លំហាត់ដែលខាងគេចេញមកអាចផ្សេងអញ្ចឹងទៅយើងពិបាកនេះក៏ជាសម្ពាធដែរយើងគិតច្រើនចាឥឡូវចេះវិញសម្រាប់អ្នកគ្រូចង់ដឹងពីផែនការអនាគតវិញចាឧទាហរណ៍ប្រសិនបើបងប្អូនទាំងពីរអ្នកប្រឡងចប់ហើយទទួលបានលទ្ធផលជោគជ័យទាំងពីរនាក់ចាសម្រាប់ផែនការបន្តនៅក្នុងការរៀននៅក្នុងថ្នាក់ឧត្តមសិក្សាតើបងប្អូននឹងរៀនជំនាញអ្វីដែលជាអាជីពរបស់បងប្អូន បាទ តោះនេះ ខ្ញុំចូលចិត្តផ្នែកសុខាភិបាលចាំខ្ញុំមានគោលបំណងមួយគឺចាប់ជំនាញពេទ្យចាហ្នឹងគឺ ហេតុអីបានស្រឡាញ់ខាងសុខាភិបាល សម្រាប់ពេទ្យហ្នឹងពេលខ្ញុំគិតពីអាជីពដែលខ្ញុំចង់ធ្វើ ចា គិតថាពេលធ្វើពេទ្យទៅគឺអាចជួយមនុស្សបានច្រើនហើយអាចធ្វើឲ្យខ្ញុំសប្បាយចិត្តហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានជួយគេមានសុខភាពល្អ អូខេ good idea សម្រាប់ខ្ញុំវិញក្តីស្រឡាញ់ខ្ញុំហ្នឹងគឺចង់រៀនAI engineering នៅ Techno ក៏ប៉ុន្តែខ្ញុំក៏ចង់ add បន្ថែមមុខវិជ្ជាមួយទៀតដែរគឺផ្នែកច្បាប់ពីព្រោះថាយើងនៅក្នុងសង្គមត្រូវយល់ដឹងពីច្បាប់អីផ្សេងទើបអាចរស់នៅបានចុះសម្រុងអញ្ចឹងទៅអញ្ចឹងយើងត្រូវមានជំនាញពីរហ្នឹងបដំប្រសងគ្នាហើយចំពោះ AI វិញដូចយើងដឹងស្រាប់ហើយបច្ចុប្បន្ននេះ AI កំពុងមានការប្រើប្រាស់ច្រើនមែនទែនពីមនុស្សជុំវិញពិភពលោក ចា បាទអញ្ចឹងខ្ញុំគិតថាជំនាញនេះគឺកំពុងមានទីផ្សារខ្លាំងក្នុងរយៈពេល 4 ទៅ 5 ឆ្នាំខាងមុខទៀតហើយអាចជួយប្រទេសកម្ពុជាយើងអភិវឌ្ឍលើវិស័យផ្សេងៗបានច្រើនមែនទែន ចាតាក់ទងទៅនឹងជំនាញពីរហ្នឹងគួរបើតាមដែលអ្នកគ្រូមើលឃើញគឺត្រូវទៀមទាក្នុងការសិក្សាស្រាវជ្រាវច្រើនព្រោះដោយសារតែនេះគឺជាមុខវិជ្ជាដែលពិបាកហើយក៏ជាមុខវិជ្ជាដែលថាពេញនិយមហើយពីមួយថ្ងៃទៅមួយថ្ងៃប្រទេសយើងមិនថាប្រទេសយើងមិនថាពិភពលោកទាំងមូលគឺតែងតែអាប់ដេតរហូតអញ្ចឹងយើងត្រូវការអ្វីថ្មីដើម្បីជួយឲ្យថាជំនាញរបស់យើងឬការសិក្សារបស់យើងកាន់តែល្អចាអរគុណច្រើនប៉ុន្តែអ្វីដែលអ្នកគ្រូចង់សាកសួរទៅកាន់បងប្អូនតាំងពីចាប់ផ្ដើមសិក្សាតាំងពីដើមរហូតមកដល់ពេលនេះតើបងប្អូនទាំងពីរអ្នកមានពាក្យពេចន៍អ្វីខ្លះដើម្បីអរគុណទៅកាន់អ្នកដែលតែងតែជួយគ្រប់គ្រងកូនមិនថាកម្លាំងកាយកម្លាំងចិត្តហិរញ្ញវត្ថុផ្សេងចាតើបងប្អូនមានពាក្យពេចន៍អ្វីខ្លះដើម្បីថ្លែងអំណរគុណទៅដល់ម៉ាក់ប៉ាយើងក្រុមគ្រួសារទាំងអស់ក៏ដូចជាមិត្តភ័ក្តិបងប្អូនគ្រូនៅសាលាដែលតែងតែជួយគ្រប់គ្រងបងប្អូនមកដល់ថ្ងៃនេះចាតោះនេះមុនទៀត មកសម្រាប់ខ្ញុំសូមអរគុណទៅដល់ឪពុកម្ដាយរបស់ខ្ញុំដែលបានព្យាយាមផ្គត់ផ្គង់អ្វីគ្រប់យ៉ាងឲ្យខ្ញុំតាំងពីក្មេងមកគាត់អត់សូវដាក់សម្ពាធលើការរៀនសូត្រសម្រាប់ខ្ញុំខ្លាំងទេប៉ុន្តែគាត់នៅតែព្យាយាមលើកទឹកចិត្តដោយដាស់តឿនឲ្យខ្ញុំញ៉ាំឲ្យបានទៀងទាត់គេងឲ្យបានគ្រប់ហើយក៏អរគុណទៅដល់លោកគ្រូអ្នកគ្រូដែលបានព្យាយាមបង្រៀនខ្ញុំតាំងពីក្មេងមកហើយក៏អរគុណដល់មិត្តភ័ក្តិជុំវិញខ្ញុំដែលបានលើកទឹកចិត្តខ្ញុំចា អូខេចាអរគុណច្រើននេះអរគុណតោះវឌ្ឍនាម្ដង សម្រាប់ខ្ញុំវីដេអូនេះជូនទៅដល់ប៉ាម៉ាក់ជាពិសេសអរគុណប៉ាម៉ាក់ដែលតែងតែជំរុញកូនតាំងពីដើមមកតាំងពីក្មេងទាំងការរៀនសូត្រលើកទឹកចិត្តហើយម៉ាក់ប៉ាដែលដាក់សម្ពាធលើកូនរឿងរៀនសូត្រទេតាំងពីដើមមកហើយមួយវិញទៀតក៏អរគុណដល់លោកគ្រូអ្នកគ្រូធំមែនតើដែលលោកគ្រូអ្នកគ្រូតែងជំរុញបង្ហាត់បង្រៀនតាំងពីថ្នាក់ទូចៗរហូតដល់ទី12នេះឲ្យខ្ញុំបានរៀនសូត្របានចេះដឹងជ្រៅជ្រះហើយត្រៀមខ្លួនសម្រាប់ការប្រឡងនេះពេលខាងមុខមួយវិញទៀតអរគុណដល់មិត្តភ័ក្តិពួកម៉ាក់ទាំងអស់ក៏មិនថាក្នុងសាលាឬនៅក្រៅទេដែលតែងតែផ្ដល់ចំណាយពេលជាច្រើនកំសាន្តជាមួយខ្ញុំចំណាយពេលវេលា
ដើរលេងជាមួយខ្ញុំហើយក៏ចំណាយពេលរៀនសូត្រមួយខ្ញុំផងដែរមិនមែនតែដើរលេងសូត្រទេអរគុណមែនតើបាទអរគុណខ្លាំង ចាអរគុណច្រើនអូមានពាក្យពេចន៍ថ្លែងអំណរគុណច្រើនមែនតើពិតជាពេញចិត្តមែនតើប៉ាម៉ាក់ពុកម៉ែបងប្អូនមិត្តភ័ក្តិលោកគ្រូអ្នកគ្រូគឺជាកម្លាំងក្នុងការលើកទឹកចិត្តបងប្អូនទាំងពីរនាក់ប៉ុន្តែយើងខ្លួនឯងគឺខិតខំខ្លួនឯងបន្ថែមទៀតផងដែរចាណាកុំភ្លេចខ្លួនឯងស្រឡាញ់ខ្លួនឯងអរគុណច្រើនណាស់អរគុណច្រើននាងអរគុណវឌ្ឍនាអញ្ចឹងជាចុងក្រោយសម្រាប់បងប្អូនទាំងពីរនាក់អ្នកគ្រូគាត់ថាគឺបានត្រៀមខ្លួន 100% ហើយក្នុងការប្រឡងនៅក្នុងថ្ងៃខាងមុខនេះចាអញ្ចឹងសម្រាប់ពាក្យពេចន៍ចុងក្រោយក្នុងការផ្ដែផ្ដាំទៅកាន់បងប្អូនថ្នាក់ទី11ដែលត្រៀមឡើងថ្នាក់ទី12ប្រឡងចាសញ្ញាបត្រទុតិយភូមិឆ្នាំក្រោយតើបងប្អូនទាំងពីរនាក់មានអីដើម្បីផ្ដែផ្ដាំជូនដល់បងប្អូនជំនាន់ក្រោយចាដើម្បីពួកគាត់ត្រៀមខ្លួនតើមានលក្ខណៈអ្វីខ្លះដើម្បីត្រៀមខ្លួនបានល្អក្នុងការប្រឡងចាឆ្នាំក្រោយនេះចំពោះបេក្ខជនបាក់ឌុប2027 28 30អីចឹងសម្រាប់ខ្ញុំផ្ទាល់មានពាក្យមួយឃ្លាចង់ជូនទៅបងប្អូនទាំងអស់គ្នាគឺខំរៀនពីដើមឆ្នាំបាទពីដំបូងខ្ញុំអត់ជឿគេទេដល់ឥឡូវទៅថាពាក្យនេះគឺមានន័យមែនតើដែលជាបទពិសោធន៍ពិតពីសិស្សថ្នាក់ទី12មួយវិញទៀតហ្នឹងគួរចាប់ផ្ដើមរៀនសូត្រពីឥឡូវទៅមិនបាច់ថារៀនខ្លាំងពេកទេក៏ប៉ុន្តែព្យាយាមសមាមាត្រពេលវេលារៀនសូត្រឲ្យបានច្រើនហើយចាប់យកមុខវិជ្ជាដែលយើងខ្សោយហើយពង្រឹងឲ្យបានខ្លាំងតាំងពីដើមឆ្នាំទៅពីព្រោះមុខវិជ្ជាដែលយើងខ្សោយពេលដល់ពាក់កណ្ដាលឆ្នាំឬចុងឆ្នាំយើងពិបាកនឹងរៀនសូត្រឲ្យទាន់គេនៅគ្រូអញ្ចឹងយើងត្រូវខំប្រឹងពីដើមឆ្នាំចំពោះមុខវិជ្ជាដែលបកកែហើយយើងចំណាយពេលវេលាដែរក៏ប៉ុន្តែមិនច្រើនណាស់ណាទេចំពោះមុខវិជ្ជាដែលយើងស្ទាត់ហើយបាទអញ្ចឹងមួយវិញទៀតត្រូវខិតខំឲ្យខ្លាំងមែនតើក៏ប៉ុន្តែមិនខំខ្លាំងពេកនោះទេត្រូវចំណាយពេលសម្រាប់ខ្លួនឯងហើយដើរលេងឲ្យបានច្រើនដើរលេងបានច្រើននេះមិនមែនយកលើការរៀនសូត្រទេក៏ប៉ុន្តែត្រូវលំហែខួរក្បាលនៃគ្រូក្រៅពីការរៀនសូត្របាទថាពីការម៉ោងរៀនអីចឹងទៅជាពិសេសគឺចុងសប្តាហ៍បាទកុំរៀនខ្លាំងពេកបាទ stress ខ្លាំងណាស់រៀនបាទចាអរគុណច្រើនវឌ្ឍនាអរគុណណាសម្រាប់ពាក្យពេចន៍ផ្លែផ្ដាំដល់បងប្អូនណាប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ2027 28ចាចុះសម្រាប់នាងវិញមើលស្ដាប់នាងវិញម្ដងមើលមានពាក្យពេចន៍អីខ្លះបាទសម្រាប់ខ្ញុំគឺមានតែផ្ដាំឲ្យសិស្សជំនាន់ក្រោយឲ្យខំរៀនតាំងពីដើមឆ្នាំមកហើយមួយទៀតគឺត្រូវរកវិធីសាស្ត្ររៀនដែលសមស្របទៅនឹងខ្លួនឯងដោយសារតែអ្នកខ្លះដូចជាវឌ្ឍនាគឺគាត់ចូលចិត្តស្វ័យសិក្សាខ្លួនឯងគឺឆាប់យល់ប៉ុន្តែបើសម្រាប់ខ្ញុំវិញគឺព្យាយាមរៀនបន្ថែមរៀនប៉ុនជាមួយគ្រូអីផ្សេងៗដែលគាត់បញ្យល់បានល្អអញ្ចឹងអាហ្នឹងគឺជាវិធីសាស្ត្រដែល work សម្រាប់ខ្ញុំហើយមួយទៀតគឺឲ្យចេះយកពេលខ្លះដើម្បីដើរលេងកំសាន្តដែរផងកុំឲ្យ stress ពេកចាតែកុំភ្លេចជួយធ្វើការងារប៉ាផងណាអូភ្លេចរៀនភ្លេចធ្វើការងារផ្ទះហ្នឹងម៉ាក់ប៉ាល្អទៀតហើយចាតែអរគុណច្រើនណាចាអញ្ចឹងដូចបងប្អូនទាំងពីរបាននិយាយក៏ដូចជាណែនាំអញ្ចឹងណាសម្រាប់បងប្អូនជំនាន់ក្រោយដែលកំពុងទស្សនានៅក្នុងវីដេអូនេះចាអញ្ចឹងកុំភ្លេចចាណារៀនពីដើមឆ្នាំធ្វើលំហាត់ឲ្យបានច្រើនសម្រាប់បងប្អូនយកថ្នាក់វិទ្យាសាស្ត្រចាធ្វើលំហាត់ឲ្យបានច្រើនហើយកុំភ្លេចមើលមេរៀនសម្រាប់មុខវិជ្ជាភាសាខ្មែរផងដូចជាមានភាសាខ្មែរដែរត្រូវទេចាអញ្ចឹងកុំភ្លេចណាសិក្សាដើមឆ្នាំហើយព្យាយាមរកវិធីសាស្ត្រក្នុងការរៀនឲ្យសមស្របទៅនឹងខ្លួនឯងចាថារៀនស្វ័យសិក្សាដូចវឌ្ឍនាអញ្ចឹងឬក៏អាចថាមានគ្រូដើម្បីឲ្យគាត់បន្ថែមបញ្យល់បន្ថែមឲ្យកាន់តែស៊ីជម្រៅទៅនឹងមុខវិជ្ជាមួយនឹងទៅចាហើយកុំភ្លេចណាឆ្លៀតពេលនៅក្នុងការសម្រាប់លំហែកាយដើម្បីធ្វើម៉េចកុំឲ្យខ្លួនឯងនឹងមានសម្ពាធខ្លាំងពេកព្រោះដោយសារតែកន្លែងតែភ័យដល់ពេលដល់ថ្ងៃប្រឡងខ្យល់ចាប់ឬក៏ផ្លេចផ្លែទៅធ្លាក់ទៀតចាហ្នឹងអាហ្នឹងគឺជា technique សម្រាប់បងប្អូនដែលគាត់បានត្រៀមខ្លួននៅក្នុងឆ្នាំសិក្សានេះចាអញ្ចឹងអរគុណច្រើនណាបងប្អូនទាំងពីរនាក់វឌ្ឍនាហើយនិងនាងចានៅក្នុងការចំណាយពេលវេលាធ្វើកិច្ចសម្ភាសជាមួយអ្នកគ្រូថ្ងៃនេះហើយជូនពរឲ្យបងប្អូនទាំងពីរនាក់ណាប្រឡងឲ្យបានទទួលនៅនិទេសដែលបងប្អូនប៉ងប្រាថ្នាចាអរគុណហើយកុំភ្លេចណាថែសុខភាពស្រឡាញ់ខ្លួនឲ្យបានច្រើនចាអរគុណច្រើនដល់ពុកម៉ែបងប្អូនដែលកំពុងតែទស្សនានៅក្នុងវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់ដូច្នេះវត្តមានរបស់នាងខ្ញុំជឿនមួយគៀដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីគោករបស់ podcast នៅក្នុងរដូវកាលទី4នេះជាមួយនឹងបងប្អូនចាវឌ្ឍនាហើយនឹងសយានីតចាអរគុណហើយនឹងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូជាបន្ត